សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបដាក់អាស័យដ្ឋានខ្មែរយើងនៅក្នុង app ថៅប៉ោដោយសារតែ2025ហ្នឹងយើងអាចដាក់ឲ្យគេដឹក direct មកខ្មែរយើងបានណាអញ្ចឹងក្រុមហ៊ុនដែលគេ collaborate ជាមួយនឹងថៅប៉ោវាមាន2មាន CTO និង CE អញ្ចឹងជាធម្មតាថៅប៉ោយើងជា version China គឺវាចេញសម្បូរបែបហ្នឹងប៉ុន្តែដើម្បីដាក់អាស័យដ្ឋានខ្មែរបានទីមួយអ្នកនរគ្នាដូរជា version ខ្មែរយើង version កម្ពុជាបាទអញ្ចឹងអ្នកនរគ្នាអាចចុចកន្លែងសញ្ញានឹងក៏បានឬក៏ចូលមក setting មកព្រោះអ្នកខ្លះគាត់អត់មានកន្លែងហ្នឹងយើងចូលមក setting ទាំងអស់គ្នាមកបាទបន្តមកទៀតយើងរើសនេះ version ហ្នឹងគឺយើងរើសជឿនពូចាយគឺកម្ពុជាបាទនេះអក្សរ3ហ្នឹងអ្នកនរគ្នាចំណាំមកអញ្ចឹងយើងរើស version ហ្នឹងហើយមួយទៀតយើងអាចដាក់ជាភាសាអង់គ្លេសក៏បានដែរប៉ុន្តែគ្រាន់តែថាយើងដាក់ជាភាសាអង់គ្លេសគឺអត់សូវមានអីវ៉ាន់ទេតែវាស្រួលមើលឥឡូវខ្ញុំដាក់ជាភាសាអង់គ្លេសសិនដើម្បីពេលដែលយើងភ្ជាប់អាស័យដ្ឋានគឺងាយស្រួលមើលអូខេបន្តមកទៀតយើងចុច confirm អញ្ចឹងយើងបានជា version ខ្មែរយើងហើយបន្តមកទៀតយើងដាក់ជាភាសាអង់គ្លេសទៀតអញ្ចឹងរបៀបដាក់អាស័យដ្ឋានគឺអត់មានអីពិបាកទេអ្នកនរគ្នាចូលទៅ setting ចូលទៅកន្លែង my address បន្តមកទៀតចុចសញ្ញាបូកបន្តមកទៀតអ្នកនរគ្នាមើលកន្លែងនេះគឺវាមានរើសកម្ពុជាអូតូម៉ាទិកហើយបើអត់មានទេអ្នកនរគ្នារើសកម្ពុជាឲ្យចេញកម្ពុជាហ្នឹងមកបាទតែជាធម្មតាចូលមកវាអូតូម៉ាទិកអញ្ចឹងណាបន្តមកទៀតយើងរើសខេត្តនិងរើសបើនៅភ្នំពេញយើងដាក់ភ្នំពេញមកបើយើងនៅខណ្ឌណាយើងដាក់ខណ្ឌហ្នឹងមកឧទាហរណ៍ខ្ញុំនៅខាងមានជ័យបឹងទំពុនអូខេខ្ញុំរើសបឹងទំពុនអញ្ចឹងអាហ្នឹងវាមានខណ្ឌមានសង្កាត់ហើយអញ្ចឹងអានេះយើងអាចដាក់ផ្លូវក៏បានឬក៏លេខផ្ទះលេខអីក៏បានដើម្បីឲ្យអ្នកដឹកគាត់តាក់ទងមកយើងងាយស្រួលណាឥឡូវខ្ញុំដាក់តែសន្សំកុនសលមួយបានហើយខ្ញុំដាក់លេខទូរស័ព្ទខ្ញុំមួយខ្សែទៀតនៅក្នុងហ្នឹងបើសិនជាអ្នកទាំងអស់គ្នានៅខេត្តអ្នកទាំងគ្នារើសខេត្តហើយយើងដាក់ភូមិឃុំយើងណាដើម្បីឲ្យអ្នកដឹកហ្នឹងគាត់ងាយតាក់ទងទៅហើយចង់បន្ថែមលេខទូរស័ព្ទមួយខ្សែទៀតក៏បានដែរកន្លែងនេះឈ្មោះខ្ញុំដាក់ដាក់ហើយយ៉ាងមកក៏បានដែរហើយលេខទូរស័ព្ទអ្នកនរគ្នាដាក់មកអូថាបើវា7ខ្ទង់អ្នកនរគ្នាមិនដាក់0ទេបើ6ខ្ទង់អ្នកនរគ្នាដាក់0ទេឧទាហរណ៍ខ្ញុំដាក់0 96 44 94 264អាហ្នឹងគឺយើងមិនដាក់0ទេតែបើលេខយើង6ខ្ទង់យើងដាក់0មកថា085 69 67 10គុណអញ្ចឹងបានយើង save បានណាអូខេឥឡូវខ្ញុំដាក់096វិញ44 94 264បន្តមកទៀតយើងចុច set នេះមកអញ្ចឹងអាស័យដ្ឋានគឺយើងដាក់តែប៉ុណ្្នឹងមកទី1វាមានទីតាំងយើងស្រាប់ឯនៅខាងលើអានេះលេខផ្លូវលេខផ្ទះហើយយើងដាក់បន្ថែមទៀតក៏បានដែរបាទតែនៅខ្មែរយើងស្រួលឲ្យពេលដែលអ្នកដឹកគាត់តាក់ទងតាមលេខក៏សួរយើងបញ្ជាក់ហើយតែនេះខ្ញុំដាក់នេះដាក់មកតង់ទៀតគេលោវាលុបអីទៅវាសល់នេះមួយទៀតអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាច save បានអញ្ចឹងពេលដែលយើងទិញគឺគេដឹកជញ្ជូន direct មកខ្មែរយើងហើយឥឡូវខ្ញុំរកមើលអាវ៉ាន់មួយដែលខ្ញុំធ្លាប់បានទិញគឺខ្ញុំដាក់ direct មកខ្មែរយើងណាបាទឥឡូវចាំមើលតិចវីដេអូបន្ទាប់នឹងបង្ហាញពីរបៀបទិញហើយការទិញវាមានKX99 គឺវា free ថ្លៃដឹកណាបងប្អូនបាទអានេះវាបាត់ព័ត៌មានអស់ហើយប៉ុន្តែចាំមើលខ្ញុំធ្វើវីដេអូបន្ទាប់បង្ហាញពីរបៀបទិញដែលគេ free ថ្លៃដឹកមានន័យថាយើងទិញចាប់ពី99យន់ឡើងទៅគឺគេ free ថ្លៃដឹកហើយកន្លែងនេះយើងអាចដូរជាភាសាចិនវិញដើម្បីឃើញអវ៉ាន់ច្រើនព្រោះអីភាសាអង់គ្លេសគឺវាអត់សូវមានអវ៉ាន់ទេបាទអញ្ចឹងរបៀបដាក់អាស័យដ្ឋានប៉ុណ្្នឹងហើយអញ្ចឹងវីដេអូបន្ទាប់យើងនឹងបង្ហាញពីរបៀបទិញអត់ឲ្យអស់ថ្លៃដឹកហើយចាប់ពី99យន់ឡើងទៅគឺ free ថ្លៃដឹកយើងមានតិចនិចមួយចំនួនទៀតដែលទិញតិចក៏អស់ក៏អត់ថ្លៃដឹកដែរអញ្ចឹងវីដេអូនេះខ្ញុំសូមធ្វើប៉ុណ្្នឹងសិនអូខេ